Ok, tôi nói ní cho ngàyนี้ខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបនៅក្នុងការបង្កើតបានសរសើរនៅក្នុង Microsoft Word ដែលមានលក្ខណៈបែបនេះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូរបស់យើងអ្នកនរគ្នាអញ្ចឹងដំបូងខ្ញុំធ្វើការ open ជាមួយនឹងfile Microsoft Word របស់យើងដែលមានលក្ខណៈជា blank មួយហើយបន្តមកទៀតយើងគ្រាន់តែចូលទៅកាន់កន្លែង layout ដើម្បីធ្វើការសេរីទម្រង់กระดาษរបស់យើងដូចជាទម្រង់ផ្ដេកឬក៏ landscape ហ្នឹងអញ្ចឹងខ្ញុំយក option មួយនេះដើម្បីសេរីกระดาษរបស់យើងដូចជាទម្រង់ផ្ដេកអញ្ចឹងដូចអ្នកនរគ្នាបានឃើញអញ្ចឹងយើងបានជាទម្រង់ផ្ដេកហើយអញ្ចឹងជាកិច្ចបន្ទាប់យើងនឹងទៅធ្វើលក្ខណៈអក្សរដែលនៅខាងក្រោយ background ហ្នឹងអញ្ចឹងខ្ញុំសូមចូលទៅកាន់ file របស់យើងអញ្ចឹងខ្ញុំដាក់សាលាដែលខ្ញុំធ្លាប់រៀនអញ្ចឹងមកខ្ញុំដាក់វិទ្យាល័យកន្លែងអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំសូម copy text ហ្នឹងហើយយើងធ្វើការចូលទៅកាន់កន្លែង insert ហើយ save យើងធ្វើការ add tick box មួយមកយើងអូសចេះមកហើយយើងធ្វើការ remove background ហើយមកអញ្ចឹងខ្ញុំដាក់សាលានឹងចូលអញ្ចឹងវិទ្យាល័យកន្លែងចានេះខ្ញុំយក font ជាប្រភេទfont ខ្មែរបាត់ដំបងហើយចំពោះ12ប្រើ12ជា font size 12អញ្ចឹងអ្នកនរគ្នាអាចសេរីស្រង់ទៅតាមហ្នឹងទៅតាមតម្រូវការរបស់អ្នកនរគ្នាអញ្ចឹងបន្តមកទៀតយើងបង្រួមវាឲ្យរាងមកល្មមមកហើយខ្ញុំធ្វើការ right click ហើយខ្ញុំយកពាក្យថា cut ដើម្បី cut វាទុកសិនហើយបន្ទាប់យើងចូលទៅកាន់insert ដដែលហើយយើងធ្វើការ select យក shape ដែលយកប្រភេទជា rectangle មួយមកហើយយើងធ្វើការគូសទៅលើกระดาษរបស់យើងទាំងមូលអញ្ចឹងខ្ញុំធ្វើការគូសទៅលើกระดาษអញ្ចឹងដូចអ្នកនរគ្នាបានឃើញអញ្ចឹងខ្ញុំធ្វើការគូសរួចហើយទៅលើกระดาษផ្ដេករបស់យើងហ្នឹងអញ្ចឹងចំពោះ certificate គឺខ្ញុំយកกระดาษជាប្រភេទនេះយើងអាចចូលទៅកន្លែងនេះបានខ្ញុំយកជាប្រភេទ A4 អញ្ចឹងពេលយើងគូសនឹងរួចហើយយើងអាចធ្វើការចុចទៅលើ save format ហើយយើងធ្វើការចុចទៅលើ option មួយនេះមកនេះកន្លែងនេះយើងចុចលើ save format យើងចុចទៅលើ option មួយនេះអញ្ចឹងយើងនឹងទទួលបាន format save នឹងមួយហើយខ្ញុំធ្វើការចុចលើកន្លែង option មួយនេះអញ្ចឹងដើម្បីដាក់ text ហ្នឹងជា background ទៅលើ certificate របស់យើងចុច picture or text នេះមកអញ្ចឹងខ្ញុំយក option មួយនេះទៅមកទៀតយើង select យក option នេះមកអញ្ចឹងយើងនឹងឃើញពាក្យវិទ្យាល័យកន្លែងនេះនៅកន្លែងនេះអញ្ចឹងដោយសារតែ text របស់យើងដោយសារតែ shape របស់យើងនេះវានៅសល់នេះអញ្ចឹងខ្ញុំសូមបរិចវាបិទ border ជុំវិញមកអូខេកន្លែងនេះខ្ញុំសូមទាញអានេះ cut នេះបន្តិចដើម្បីងាយស្រួលមើលអញ្ចឹងកន្លែងនេះយើងអាចធ្វើការ select យក option មួយនេះមកដើម្បីទទួលបានជាអក្សរច្រើនដូចយើងបានឃើញហ្នឹងហើយចំពោះ option មួយនេះគឺយើងប្រើវាដើម្បីបង្ហាញភាពច្បាស់ឬក៏ភាពហ្នឹងហើយភាពច្បាស់របស់អក្សររបស់យើងអញ្ចឹងខ្ញុំសូមយកតែត្រឹមយក83ចុះអូខេអញ្ចឹងកន្លែងនេះយើងដាក់ទៅតាមការគួរសេរីមើលថាវាសមអត់ខ្ញុំដាក់តាមការគួរអញ្ចឹងអានេះវាជាចម្ងាយរវាងអាចហៅថាជួរដេកអានេះចម្ងាយរវាងជួរឈរវា ax និង y ដូចយើងរៀននៅក្នុងនេះអញ្ចឹងវាមាន abscissa និង ordinate អញ្ចឹងនៅក្នុងគណិតអញ្ចឹងខ្ញុំសេរីយកប៉ុណ្ណេះចុះយើងអាចសេរីតាមការគួររបស់យើងមកអូខេតែនេះខ្ញុំអូសអានេះកាត់នេះតិចទៀតមកអូខេអញ្ចឹងខ្លះនេះយើងអាច select យក option ប៉ុន្តែខ្ញុំយក option នឹងដែរអូខេខ្ញុំយក option នឹងដែរមកអញ្ចឹងមានតែប៉ុណ្ណឹងកន្លែងយើងដាក់តិចហ្នឹងខ្ញុំសូមយកតែប៉ុណ្ណឹងចុះទៅមកទៀតយើងធ្វើការ insert ទៅលើ sum ដែលយើងមានហ្នឹងអញ្ចឹងខ្ញុំយកកន្លែងនេះ sum នេះអញ្ចឹង sum នេះខ្ញុំនឹងធ្វើការ sum មួយនេះអូខេ sum មួយនេះខ្ញុំនឹងធ្វើការដាក់វាចូលនៅក្នុង channel Telegram របស់ខ្ញុំមួយនេះហើយខ្ញុំនឹងដាក់ link វានៅក្នុង video description ដើម្បីឲ្យអ្នកនរគ្នាចូលទៅយកវាដើម្បីយកទៅប្រើប្រាស់អញ្ចឹងកន្លែងនេះខ្ញុំបន្តមក file របស់យើងវិញអូខេអញ្ចឹងបាទអសនេះអ្នកនរគ្នាគិតថាវាតូចពេកអីយើងអាចសេរីវាធំតាមនឹងមកតែខ្ញុំយកតែប៉ុណ្ណេះហើយទៅទៀតយើងធ្វើការ insert ជាមួយនឹងរូបភាពអញ្ចឹងខ្ញុំយករូបភាពនេះយើងយកកន្លែងអញ្ចឹងម្ដងទៀតដើម្បីឲ្យអ្នកនរគ្នាងាយស្រួលនេះខ្ញុំយកពាក្យ insert ហើយយក picture ហើយយក picture from កុំព្យូទ័ររបស់ខ្ញុំ this device អញ្ចឹងយើងយកកន្លែងទីតាំងដែលខ្ញុំបានដាក់មកអញ្ចឹងខ្ញុំយករូបភាពមួយនេះអូខេហើយយើង select យក option មួយនេះមកអូខេអញ្ចឹងយើងធ្វើការបរិចវាពេលយើង select ហើយ select យកនេះអូខេដល់ពេលខ្ញុំ select ចឹងខ្ញុំធ្វើការបរិចវាឲ្យធំមកដើម្បីដាក់ជាអាចថាជា sum ទៅលើ banner របស់យើងខ្ញុំដាក់ធំជាខ្ញុំដាក់ប៉ុណ្ណេះចុះអូខេយើងសេរីទៅតាមនឹងទៀតដល់កន្លែងនេះអញ្ចឹងយើងឃើញថាវានៅមាននេះ
បើសិនយើងចុចទៅវាអត់ load អា border សម្រាប់យើង pre-proof នេះយើងអាចចូលកន្លែងនេះបានហើយយើងយក option ដូចជា option នេះអូខេអញ្ចឹងយើងនឹងបានកន្លែងនេះវាប្រភេទ rectangle ដែលយើងបានបង្កើតហើយនឹង picture ដែលយើងបានបង្កើតហ្នឹងអញ្ចឹងខ្ញុំ select លើ picture ហើយយើងធ្វើការចុចទៅលើ picture របស់យើងព្រីបន្តិចមកនេះអូខេនេះយើងអូសវាខិតនេះមកខិតកឹបតិចមកហើយយើងអូសវាមកក្រមក sorry តែខ្ញុំច្រឡំចុចលើ control មិញយើងអូសវាមកល្មមមកមើលទៅស្អាតអញ្ចឹងខ្ញុំយកប៉ុណ្ណេះចុះតែដល់ពេលដែលយើង select ប៉ុណ្ណេះហើយយើងឃើញថានេះអក្សររបស់យើងនេះវានៅរាងឃ្លាតឆ្ងាយអញ្ចឹងយើងចូលទៅសេរីកន្លែង rectangle របស់យើងមកចុច option នេះមកយើងទៅសេរីវានេះដូចយើងសេរីកន្លែងនេះវិញមកសេរីឲ្យមើលទៅវាសមរម្យអូខេខ្ញុំសេរីមើលឲ្យវារាងសមរម្យតិចមកខ្ញុំយកប៉ុណ្ណេះចុះយើងមើលខាងលើខាងក្រោមឲ្យវាសមតិចមកអូខេយកប៉ុណ្ណេះចុះហើយទៀតខ្ញុំសូមដកនេះចេញចោលអូខេហើយដោយសារតែចានេះយើងដាក់ zoom វាបានហើយអញ្ចឹងដោយសារខ្ញុំកុំឲ្យវាខាត់ពេលយូរខ្ញុំមានតិចមកមួយចំនួនហើយដូចអ្នកនរគ្នាបានឃើញអញ្ចឹងរូបភាពអីអញ្ចឹងបើសិនអ្នកនរគ្នាមានខ្ញុំដាក់នឹង channel Telegram របស់ខ្ញុំឲ្យអ្នកនរគ្នាចូលដើម្បីទៅយកខ្ញុំសូម copy អត់អស់ហ្នឹងមកអូខេចុច copy មកបើអ្នកនរគ្នាមានទេអ្នកនរគ្នាបង្កើត text box មួយមកដើម្បីធ្វើការបង្កើតវាអញ្ចឹងខ្ញុំចូលមកនេះអូខេខ្ញុំមានស្រាប់ហើយខ្ញុំផាសទៅលើនឹងមកហើយយើងអូសដាក់វាឲ្យសមរម្យមកអូខេខ្ញុំដាក់ប៉ុណ្ណេះចុះចានេះអានេះដូចអ្នកនរគ្នាបានឃើញនេះខ្ញុំប្រើ font ខ្មែរ OS Mulan នេះកន្លែងព្រះជាកម្ពុជាជាតិសាសនាព្រះមហាក្សត្រហ្នឹងខ្ញុំប្រើជាខ្មែរ OS Mulan ហើយប្រើវា14ប្រើ font size វា14ហើយរូបភាពនេះយើង insert មកខ្ញុំនឹងបើសិនជាយើងមាននេះខ្ញុំចូលកន្លែងនេះមកយើងទៅយក logo របស់ក្រសួងអប់រំយុវជននិងកីឡាយើងមកអញ្ចឹងខ្ញុំនឹងដាក់រូបភាពហ្នឹងនៅក្នុង channel Telegram ដូចគ្នាដើម្បីឲ្យអ្នកនរចូលទៅ download យកមកប្រើប្រាស់ហើយយើងដាក់ទីតាំងឲ្យសមរម្យមកជាទូទៅគឺកន្លែងព្រះជាកម្ពុជាជាតិសាសនាព្រះមហាក្សត្រដែលជាបាវចនាជាតិរបស់យើងហ្នឹងគឺដាក់នៅលើហើយក្រសួង logo ក្រសួងក៏ដូចជាវិទ្យាល័យអីចឹងយើងដាក់នៅបន្ទាប់អញ្ចឹងហើយពាក្យបានសរសើរអញ្ចឹងខ្ញុំសូមបញ្ជាក់ពី font នេះមកនេះខ្ញុំប្រើខ្មែរ Mulan ដូចគ្នាប្រើ font size 14ដូចគ្នាដែរហើយចំពោះកន្លែងបានសរសើរនេះគឺប្រើជាមួយនឹងខ្មែរ OS Mulan ដូចគ្នាតែខ្ញុំប្រើ font 24 font size 24នេះដូចអ្នកនរគ្នាបានឃើញអញ្ចឹងហើយកន្លែងនេះដូចគ្នាខ្ញុំប្រើជាប្រភេទខ្មែរ OS Mulan ប្រើ font size 16អញ្ចឹងអ្នកនរគ្នាអាចយកទៅដាក់បាននៅលើproject របស់អ្នកនរគ្នាហ្នឹងហើយកន្លែងនេះខ្ញុំប្រើខ្មែរ OS សៀមរាបហើយពោះ font size គឺប្រើ14ចំពោះកន្លែងនេះក៏ដូចគ្នាដែរខ្ញុំប្រើជាខ្មែរ OS Mulan ហើយ font size 14កន្លែងនេះក៏ដូចគ្នាដែរអញ្ចឹងរបៀបដែលខ្ញុំធ្លាប់បានប្រាប់ពីមុនគឺតាកតងប្រតិគ្នាគឺវាមានកន្លែងដាក់រូបថតនេះខ្ញុំធ្វើនៅវីដេអូមុនហើយអ្នកនរគ្នាអាចចូលទៅមើលបានខ្ញុំអត់ប្រាប់ម្ដងទៀតទេកុំឲ្យវីដេអូវែងពេកហើយកន្លែងដាក់អក្សរដាក់ខែឆ្នាំជាថ្ងៃខែឆ្នាំជាប្រភេទសូរ្យគតិនិងចន្ទគតិហ្នឹងក៏ធ្លាប់មានវីដេអូដែរអ្នកនរគ្នាអាចចូលមើលវីដេអូមុនបានខ្ញុំអត់ប្រាប់ម្ដងទៀតទេនេះដូចកាលមុនដូចមាន add កន្លែងនេះខ្មែរ date ហ្នឹងយើង select យកថ្ងៃដែលយើងចង់បានហើយយើង select យកវាបានម្ដងតែវិធីដែលខ្ញុំធ្លាប់ប្រាប់គឺមានក្នុងវីដេអូមុនអ្នកនរគ្នាអាចចូលយកបានហើយកន្លែងដាក់ជាសញ្ញាបែបនេះហ្វុនដាក់តែងកាលពីមុនក៏ខ្ញុំធ្លាប់ប្រាប់ដែរអញ្ចឹងខ្ញុំអត់ detail ទៅលើកន្លែងនេះម្ដងទៀតទេអញ្ចឹងបន្តមកទៀតយើងឃើញថាយើងបានដាក់អក្សររបស់យើងទៅតាម font មួយហើយប៉ុន្តែយើងមិនទាន់មានពឺទៅលើវាទេអញ្ចឹងខ្ញុំសូមដាក់លេងពឺទៅតាមនឹងមកអញ្ចឹងក្នុងនេះខ្ញុំសូម select ទាំងអស់មកយើងចូលទៅកាន់កន្លែងកន្លែង home ហើយយើង select យក color សម្រាប់នេះមកខ្ញុំយកជា color មួយនេះអូខេអញ្ចឹងយើងនឹងឃើញថា Risa របស់យើងគឺបាន color បែបនេះទៅមកទៀតចំពោះកន្លែងក្រសួងអប់រំយុវជននិងកីឡានេះខ្ញុំក៏ធ្វើការ select យក color ដូចគ្នាដែរអញ្ចឹងខ្ញុំចុចលើនេះមកហើយកន្លែងឈ្មោះរបស់សិស្សហ្នឹងនេះកន្លែងនេះខ្ញុំធ្វើការ select លើឈ្មោះសិស្សហើយដាក់ពឺនឹងដូចគ្នាហើយកន្លែងភេទប្រុសហ្នឹងក៏ដាក់ដូចគ្នាមកថ្ងៃខែឆ្នាំកំណើតក៏ដូចគ្នាដែរអញ្ចឹងវាងាយស្រួលទេអត់ពិបាកទេការខ្ញុំនៅពីក្មេងក៏ខ្ញុំឃើញគេធ្វើខ្ញុំអត់ដឹងថាគេធ្វើមិនខ្ញុំគិតថាវាលោមែនទេដែលគេអាចធ្វើនឹងបានតែពេលធំឡើងគឺយើងអាចរកវិធីសាស្ត្រធ្វើឃើញគ្នាដែរអញ្ចឹងកន្លែងលេខហ្នឹងខ្ញុំដាក់កន្លែងថ្នាក់ហ្នឹងខ្ញុំដាក់ជាពឺក្រហមមកហើយចំណាត់ថ្នាក់ដូចគ្នាដែរ
ពណ៌ក្រហមដូចគ្នាឆ្នាំសិក្សាដូចគ្នាដែរអូខេអញ្ចឹងយើងទៅមើល design របស់យើងខ្ញុំគិតថាប៉ុណ្ណឹងវាអាចថាទទួលយកបានហើយអូខេអញ្ចឹងទាក់ទងជាមួយនឹងបានសរសើររបស់យើងអូកន្លែងនេះមួយទៀតកន្លែងបានសរសើរនេះខ្ញុំដាក់ពណ៌ក្រហមដែរមកមិនមើលទៅវាលយអូខេអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងវាអូខេហើយអាចថាបាន80ទៅ 90% ហើយអញ្ចឹងដោយសារវីដេអូនេះខ្ញុំធ្វើវាឲ្យរៀងខ្លីតិចដើម្បីងាយស្រួលដល់បងប្អូនមើលទៅកុំឲ្យធុញពេកអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបើសិនជាអ្នកនរគ្នាចង់បាននៅវីដេអូអីថ្មីៗទៀតអាចធ្វើការ comment នៅក្នុងវីដេអូរបស់ខ្ញុំក៏ដូចជាជួយ follow page របស់ខ្ញុំមួយដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណសូមជម្រាបលា